សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយក្នុងវីដេអូឃ្លីបថ្ងៃនេះគ្រូមានគោលបំណងមួយក្នុងការចែករំលែកនៅមាតិកាបន្តទៀតបន្ទាប់ពីមាតិកាទី1ស្ដីអំពីវិចារថ្ងៃនេះគឺយើងចូលទៅដល់មាតិកា 1.2 ស្ដីអំពីអង្គើទាំង3នៃគំនិតដែលមាតិកានេះគឺស្ថិតនៅក្នុងខ្លឹមសារមេរៀនទី3ស្ដីអំពីល្បិចទូទៅនៃគំនិតរបស់យើងនឹងតែម្ដងចឹងត្រង់មាតិកា 1.2 នេះស្ដីអំពីអង្គើទាំង3នៃគំនិតតើបងប្អូនធ្លាប់ដឹងទេថាតើអង្គើទាំង3នៃគំនិតរបស់មនុស្សយើងមានអ្វីខ្លះហើយអង្គើទាំង3នៃគំនិតនេះគឺសំដៅទៅលើអ្វីចឹងបើសិនបើយើងងាកមកសិក្សាស្វែងយល់អំពីបញ្ញត្តិអង្គើទាំង3នៃគំនិតនេះគឺមានន័យថាសំដៅទៅលើគំនិតរបស់បុគ្គលម្នាក់ៗមនុស្សម្នាក់ៗតែតែមាននៅគំនិតមានការគិតមានការត្រិះរិះពិចារណាតែមនុស្សអាចមានការត្រិះរិះការគិតពិចារណានេះទៅបានគឺអាស្រ័យទៅលើអង្គើនៃគំនិតទាំងឯងដែលជាធម្មតាគឺមនុស្សយើងមានអង្គើនៃគំនិតនោះចំនួន3សំខាន់គឺទី1គឺលោកអ្នកប្រាជ្ញបានឲ្យឈ្មោះថាបញ្ញត្តិទី2គឺការវិនិច្ឆ័យនិងទី3គឺវិចារដូច្នេះយើងចូលទៅវិភាគនិងសិក្សាទាំងអស់គ្នាថាតើអ្វីទៅជាបញ្ញត្តិឬក៏បញ្ញត្តិសំដៅទៅលើអ្វីអញ្ចឹងបើសិនបើយើងយោងតាមខ្លឹមសារមេរៀនសិលធម៌ពលរដ្ឋរបស់យើងបញ្ញត្តិគឺសំដៅទៅលើន័យរបស់ពាក្យបាទន័យរបស់ពាក្យឬក៏សំដៅទៅលើអ្វីមួយដែលយើងនឹកដល់នៅពេលដែលយើងនិយាយពាក្យមួយហើយមនុស្សយើងមុននឹងយើងមានការត្រិះរិះពិចារណាល្អិតល្អន់ជ្រៅជ្រះទៅបានគឺដោយសារតែយើងមានបញ្ញត្តិនៅក្នុងគំនិតនឹងឯងមានន័យថាប្រសិនបើមិនមានបញ្ញត្តិនៅក្នុងគំនិតទេគឺយើងមិនអាចធ្វើការវិនិច្ឆ័យក៏មិនអាចធ្វើនៅវិចារក៏ដូចជាការសន្និដ្ឋានបានដែរដូច្នេះបញ្ញត្តិគឺជាមូលដ្ឋានគ្រឹះចម្បងសម្រាប់បុគ្គលម្នាក់ហើយប្រសិនបើយើងសិក្សាបន្តិចទៀតទៅយើងនឹងបានដឹងថាបញ្ញត្តិវាកើតឡើងបានដោយសារអ្វីបញ្ញត្តិគឺវាអាចកើតឡើងបានគឺដោយសារតែសរីរាង្គឥន្ទ្រីទាំង5របស់យើងមានន័យថាប្រសិនបើមិនមានសរីរាង្គឥន្ទ្រីទាំង5របស់យើងអ្នកទទួលព័ត៌មានឬក៏អ្នកទទួលនៅរំញោចនោះទេគឺបញ្ញត្តិមិនអាចកើតមានបានទេតួយ៉ាងឧទាហរណ៍ភ្នែករបស់យើងគឺជាអ្នកទទួលបញ្ញត្តិមួយផ្នែករូបភាពផ្នែករូបភាពរីឯត្រចៀករបស់យើងទទួលបានបញ្ញត្តិមួយគឺផ្នែកខាងសំឡេងមានន័យថាម៉េចមានន័យថានៅពេលដែលយើងភ្នែកយើងឃើញរូបយើងចាប់យករូបភាពនោះថតចប់នៅក្នុងគំនិតរបស់យើងហើយរូបនោះវាតែងតែមានឈ្មោះមានពាក្យសម្រាប់សម្គាល់អញ្ចឹងឧទាហរណ៍យ៉ាងម៉េចទាក់ទងជាមួយនឹងបញ្ញត្តិឧទាហរណ៍យើងនិយាយអំពីបញ្ញត្តិតុបញ្ញត្តិទូបញ្ញត្តិកៅអីទូបាទធម្មជាតិឬដើមឈើដើមព្រីងដើមខ្នុរដើមទុរេនដើមស្វាយនៅពេលដែលយើងនិយាយពាក្យហ្នឹងទៅគឺយើងអាចនឹកដល់អត្ថន័យនៃពាក្យនោះឧទាហរណ៍គ្រូនិយាយថាផ្លែទុរេនអញ្ចឹងនៅពេលដែលយើងឮពាក្យថាផ្លែទុរេនយើងគ្រាន់តែបិទភ្នែកគឺបញ្ញត្តិទុរេនលេចឡើងនៅក្នុងគំនិតរបស់យើងមានន័យថារូបទុរេនរូបភាពនៃទុរេនគឺលេចឡើងនៅក្នុងវិចារណគំនិតរបស់យើងតែម្ដងនេះហើយអារូបភាពដែលលេចឡើងនៅក្នុងគំនិតនេះហើយលោកឲ្យឈ្មោះថាបញ្ញត្តិបាទចំណុចទី2គឺអង្គើនៃគំនិតរបស់យើងដែលតែងតែធ្វើមួយទៀតនោះគឺការវិនិច្ឆ័យមានន័យថាមនុស្សយើងម្នាក់គឺមិនចោលទេនៅការវិនិច្ឆ័យទៅលើអ្វីមួយដូច្នេះតើការវិនិច្ឆ័យជាអ្វីយោងតាមខ្លឹមសារមេរៀនសភៅសិលធម៌ពលរដ្ឋយើងដដែលការវិនិច្ឆ័យមានន័យថាគឺជាការឲ្យន័យទៅលើបញ្ញត្តិឬក៏ជាការចងបញ្ញត្តិ2ឬច្រើនភ្ជាប់គ្នាបាទឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍មនុស្សយើងតែងតែធ្វើការវិនិច្ឆ័យថាអ្វីមួយឃើញអ្វីមួយអញ្ចឹងធ្វើការប្រៀបធៀបបាទធ្វើការវិនិច្ឆ័យឬឲ្យន័យទៅលើបញ្ញត្តិដែលមាននៅក្នុងគំនិតនោះឧទាហរណ៍នៅពេលដែលយើងធ្វើការប្រៀបធៀបរវាងតុជាមួយនឹងកៅអីអញ្ចឹងឧទាហរណ៍យើងមានបញ្ញត្តិតុមួយយើងមានបញ្ញត្តិកៅអីមួយអញ្ចឹងយើងចងភ្ជាប់គ្នាយ៉ាងម៉េចយើងធ្វើការវិនិច្ឆ័យយ៉ាងម៉េចឧទាហរណ៍យើងថាតុមានកម្ពស់ខ្ពស់ជាងកៅអីអាហ្នឹងហើយគឺជាការវិនិច្ឆ័យរបស់យើងមានន័យថាមនុស្សយើងអាចធ្វើការវិនិច្ឆ័យទៅលើបញ្ញត្តិបានដល់តែយើងមានបញ្ញត្តិមួយសិនមានបញ្ញត្តិហើយយើងធ្វើការវិនិច្ឆ័យធ្វើការវិតម្លៃធ្វើការឲ្យន័យទៅលើបញ្ញត្តិនោះអាហ្នឹងឈ្មោះថាជាការវិនិច្ឆ័យហើយឧទាហរណ៍យ៉ាងម៉េចទៀតឧទាហរណ៍យើងលើកឡើងថាសេះស
và sát chiên xe màu thì hỏi chẳng cho nắng cứ chia vì để chạy đấy mình đây ta dương thua cao vì để chạy từ lờ bánh nhặt xe sò muối chứ muối nước bánh nhặt xe màu muối chứng dương thua cao vì để chạy thà xe sò và sát chiên xe màu chẳng hạn nắng cứ cái áo chung thá bánh nhặt ở sông tổ cái áo chung thá cao vị ní cao vị để chạy đáy với chữ này muối nay ổng pơ tiếng bánh này cũng được bao giờ và tao mà tiết ông pơ tiếng bay này cũng đất bao giờ để dừng tay tại phơi nút cứ cả phơi vị trà ở vậy tới chia vị trà cứ chia đồng no cho ở đây này cũng đất chút tổ rộng sẽ cái đây sang là than mùi rứa co vị trà cứ chỉ cả chó vì này chạy phí rồi trao mình cho kia hơi chút tổ rộng sẽ cái đây sang là than mùi này miền này tham mà nút dớ cứ miềnสมรรถភាពមួយទៀតគឺធ្វើវិចារហ្នឹងឯងបន្ទាប់ពីយើងមានអំពើទាំងពីរនៃគំនិតđóទី1គឺមានបញ្ញត្តិនៅក្នុងគំនិតទី2មានការវិនិច្ឆ័យនៅក្នុងគំនិតនិងទី3គឺមានវិចារនៅក្នុងគំនិតឯងមានន័យថាមនុស្សយើងតែងតែធ្វើសេចក្តីសន្និដ្ឋានតែងតែធ្វើនៅសេចក្តីត្រេះរិះពិចារណាតែងតែគិតគូររិះរោបហេតុផលហើយធ្វើវិចារចេញមកតែម្ដងតើគេធ្វើវិចារឧទាហរណ៍យើងមាននៅការវិនិច្ឆ័យមួយគេថាអ្នកក្រតែងជួបប្រទះនៅការលំបាកนั่นគឺជាការវិនិច្ឆ័យមួយរបស់មនុស្សយើងអ្នកក្រតែងតែជួបការលំបាកបន្តមកទៀតការវិនិច្ឆ័យមួយទៀតគេឃើញថាម៉េចសុខគឺជាអ្នកក្រអញ្ចឹងដោយសារយើងមានការវិនិច្ឆ័យពីរហើយអ្នកក្រតែងជួបការលំបាកបន្តមកទៀតគេថាសុខគឺជាអ្នកក្រដូច្នេះយើងធ្វើវិចារឬយើងធ្វើសេចក្តីសន្និដ្ឋានថាម៉េចដូច្នេះសុខតែងជួបការលំបាកហេតុអីបានយើងទាញសេចក្តីសន្និដ្ឋានឬធ្វើវិចារថាសុខតែងជួបការលំបាកព្រោះសុខគឺជាអ្នកក្រហើយអ្នកក្រគឺរមែងជួបនៅការលំបាកហ្នឹងឯងដូច្នេះសរុបសេចក្តីមកវិញនេះហើយគឺជាអំពើទាំង3នៃគំនិតរបស់យើងមានន័យថាមនុស្សម្នាក់ៗគឺអត់អាចគេចផុតពីអំពើទាំង3នៃគំនិតនេះយើងតែងតែមានទី1មាននៅបញ្ញត្តិនៅក្នុងគំនិតរបស់យើងទី2យើងតែងធ្វើការវិនិច្ឆ័យទៅលើបញ្ញត្តិដែលយើងជួបប្រទះប្រចាំថ្ងៃនិងទី3គឺយើងតែងធ្វើវិចារហ្នឹងឯងឧទាហរណ៍យើងធ្វើវិចារសាមញ្ញមួយទៀតចុះឧទាហរណ៍ថាយើងធ្វើវិចារជាមួយនឹងជីវិតរស់នៅប្រកបដោយតម្លៃចុះយើងតែងតែមាននៅការវិនិច្ឆ័យមួយថាម៉េចយើងយោងតាមទ្រឹស្ដីអ្នកអប់រំសិលធម៌គេលើកឡើងថាមនុស្សរស់នៅត្រូវមានគុណធម៌មនុស្សរស់នៅត្រូវមានគុណធម៌ព្រោះការមានគុណធម៌នាំឲ្យជីវិតនេះមានតម្លៃអញ្ចឹងនៅពេលដែលយើងស្ដាប់នៅការវិនិច្ឆ័យមួយថាមនុស្សរស់នៅត្រូវមានគុណធម៌ព្រោះថាគុណធម៌គឺជាអ្នកនាំឲ្យយើងរស់នៅប្រកបដោយតម្លៃដូច្នេះយើងបដូរខ្លួនយើងថាម៉េចយើងគឺជាមនុស្សបើយើងជាមនុស្សដូច្នេះយើងធ្វើវិចារមួយថាបើយើងជាមនុស្សដូច្នេះយើងត្រូវរស់នៅប្រកបដោយគុណធម៌ហ្នឹងឯងទើបជីវិតយើងមានតម្លៃទើបជីវិតយើងមានន័យហេតុអីបានយើងត្រូវធ្វើគុណធម៌ដល់ជីវិតដើម្បីឲ្យជីវិតមានន័យព្រោះគេថាមនុស្សរស់នៅដើម្បីឲ្យមានតម្លៃឬមានន័យលុះត្រាតែមនុស្សនោះមាននូវគុណធម៌ហើយយើងនេះគឺជាមនុស្សដូច្នេះប្រកបណាស់ដើម្បីឲ្យមានគុណធម៌ឬមានតម្លៃគឺយើងត្រូវរស់នៅប្រកបដោយគុណធម៌ហ្នឹងឯងប្រកាន់យកនូវគុណធម៌នៅក្នុងខ្លួនហ្នឹងឯងដូច្នេះនេះហើយគឺជាអំពើទាំង3នៃគំនិតរបស់យើងដែលបុគ្គលម្នាក់គឺមិនអាចជៀសផុតពីការប្រើប្រាស់នៅអំពើទាំង3នៃគំនិតនេះទេគឺ reflect តែម្ដងបុគ្គលគ្រប់រូបគឺតែងតែប្រើប្រាស់ទី1គឺប្រើប្រាស់នៅបញ្ញត្តិទី2ប្រើប្រាស់នៅការវិនិច្ឆ័យនិងទី3គឺប្រើប្រាស់នៅវិចារប៉ុន្តែក៏វិចារការប្រើប្រាស់វិចាររបស់បុគ្គលខ្លះក៏មិនទាន់បានត្រឹមត្រូវដែលយើងសិក្សាពីវីដេអូឃ្លីបមុនគឺយើងបានសិក្សាថាវិចារត្រូវបានលោកបែងចែកជា2គឺវិចារត្រឹមត្រូវនិងវិចារមិនត្រឹមត្រូវនឹងឯងក៏ប៉ុន្តែនៅក្នុងនេះបើសិនបើយើងសិក្សាអំពីមេរៀនទី3ស្ដីអំពីល្បិចទូទៅនៃគំនិតនេះគឺគោលបំណងនៃមេរៀនហ្នឹងគឺធ្វើឲ្យសិស្សានុសិស្សធ្វើឲ្យយើងជាអ្នករស់នៅនេះរៀនប្រើប្រាស់នៅវិចារណគំនិតរបស់យើងប្រកបដោយតម្លៃឬការប្រើប្រាស់គំនិតរបស់យើងឲ្យបានត្រឹមត្រូវដូច្នេះដើម្បីប្រើគំនិតរបស់យើងឲ្យបានត្រឹមត្រូវ
យើងសិក្សាអំពីរចនាសម្ព័ន្ធនៃអំពើទាំង3នៃគំនិតនឹងហើយក៏ប៉ុន្តែបើទោះបីជាយើងសិក្សាក៏ដោយបើសិនបើយើងអត់មានការភ្ញាក់រលឹកខ្លួនទេការត្រិះរិះពិចារណាយើងក៏អត់ទាន់បានល្អប្រសើរដែរដូច្នេះគ្រូសង្ឃឹមថាវីដេអូឃ្លីបនេះគឺជាគតិមួយក្នុងការជួយជំនួយដល់បងប្អូនក្នុងការសិក្សាមុខវិជ្ជាសិលធម៌ពលរដ្ឋជាពិសេសគឺបងប្អូនសម្រាប់បងប្អូនថ្នាក់ទី12តែម្ដងហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានខ្លឹមសារសូមបងប្អូនជួយចែករំលែកបន្តទៅកាន់មិត្តរបស់បងប្អូនហើយក្នុងវីដេអូថ្ងៃនេះគ្រូមានត្រឹមតែប៉ុណ្្នឹងទេបើសិនបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងបញ្ញត្តិទាំង3នេះមានបញ្ញត្តិការវិនិច្ឆ័យនិងវិចារសូម comment ខាងក្រោមឬសួរគ្រូបានហើយគ្រូរីករាយនឹងដោះស្រាយបញ្ហាជូនបងប្អូនបាទអញ្ចឹងថ្ងៃនេះគ្រូមានតែប៉ុណ្្នឹងទេបាទសូមអរគុណ